នៅពេលដែលរៀបអាពាហ៍ពិពាហ៍តើប្តីឬប្រពន្ធត្រូវធ្វើបែបណាទើបដឹងថាទ្រព្យសម្បត្តិមួយណាគឺជាទ្រព្យសម្បត្តិរួមហើយទ្រព្យសម្បត្តិមួយណាគឺជាទ្រព្យសម្បត្តិដោយឡែកតាមច្បាប់នៃប្រជាណាចក្រកម្ពុជាយើងក្រមរដ្ឋបវេណីក៏បានធ្វើការបែងចែកទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ហើយទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ត្រូវបានបែងចែកជាពីរគឺទ្រព្យសម្បត្តិដោយឡែកដែលមានចែងនៅក្នុងមាត្រា972និងទ្រព្យសម្បត្តិរួមដែលមានចែងនៅក្នុងមាត្រា973ឥឡូវនេះនាងខ្ញុំសូមអានមាត្រា972ទ្រព្យសម្បត្តិដោយឡែកទ្រព្យសម្បត្តិដែលមានកំណត់ដោយខាងក្រោមនេះគឺជាទ្រព្យសម្បត្តិដោយឡែកដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ន្ធណាម្នាក់កទ្រព្យសម្បត្តិដែលសហព័ន្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ខទ្រព្យសម្បត្តិដែលសហព័ន្ធទទួលបានដោយប្រតិណកម្មសន្តតិកម្មអច័យទាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍កទ្រព្យសម្បត្តិជាតម្លៃតបដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិដែលបានកំណត់នៅក្នុងចំណុចកនិងចំណុចខខាងលើមុននេះពេលដែលអានទៅយើងឮសូរពាក្យកន្លឹះចំនួន4ដូចជាពាក្យដំបូងគេគឺពាក្យសហព័ន្ធបន្ទាប់មកគឺពាក្យប្រតិណកម្មសន្តតិកម្មនិងអច័យទានហើយនាងខ្ញុំនឹងសូមធ្វើការបកស្រាយទៅលើពាក្យកន្លឹះចំនួន4នេះដើម្បីជួយសម្រួលទៅដល់ការកំណត់អំពីទ្រព្យសម្បត្តិដោយឡែករបស់យើងសហព័ន្ធមានន័យថាប្តីឬប្រពន្ធឬទាំងប្តីទាំងប្រពន្ធដែលទទួលបានឋានៈជាសហព័ន្ធនេះក្រោយពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ពាក្យថាប្រតិណកម្មគឺជាកិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈទៅឲ្យភាគីម្ខាងទៀតនៅទ្រព្យសម្បត្តិដែលឥតគិតថ្លៃហើយភាគីម្ខាងទៀតយល់ព្រមទទួលនាងខ្ញុំសូមឧទាហរណ៍ងាយយល់ថាលោកកបានប្រគល់ដីរបស់ខ្លួនដែលឥតគិតថ្លៃទៅឲ្យលោកខដូច្នេះសកម្មភាពប្រគល់ទទួលដែលឥតគិតថ្លៃនេះយើងហៅថាប្រតិណកម្មពាក្យសន្តតិកម្មមានន័យថាជាការផ្ទេរនៅសិទ្ធិនិងករណីកិច្ចរបស់មតកជនទៅឲ្យសន្តតិជនម្នាក់ឬច្រើនអ្នកតាមឆន្ទៈឬតាមច្បាប់នាងខ្ញុំសូមឧទាហរណ៍ងាយយល់ឪពុកកមុននឹងគាត់ទទួលមរណភាពគាត់បានសរសេរបដាមមរតកបែងចែកទ្រព្យសម្បត្តិទៅឲ្យកូនរបស់គាត់អញ្ចឹងក្នុងករណីដែលគាត់មុនពេលដែលទទួលមរណភាពអត់បានសរសេរបដាមមរតកទេច្បាប់នឹងកំណត់បែងចែកទ្រព្យសម្បត្តិអញ្ចឹងសកម្មភាពមួយហ្នឹងគឺជាសន្តតិកម្មហើយពាក្យកន្លឹះចុងក្រោយរបស់យើងគឺពាក្យថាអច័យទានមានន័យថាជាប្រតិណកម្មដែលម្ចាស់បណ្ដាំធ្វើទៅឲ្យមនុស្សម្នាក់ឬច្រើនអ្នកនៅទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈមតកសាស្ត្រមុននេះនាងខ្ញុំបានបញ្យល់អំពីពាក្យថាប្រតិណកម្មដែលនិយាយសាមញ្ញថាមនុស្សរស់ប្រគល់ទ្រព្យសម្បត្តិទៅឲ្យមនុស្សរស់ដែលឥតគិតថ្លៃអញ្ចឹងយើងត្រឡប់បកក្រោយមកវិញពាក្យអច័យទានដែលយើងបញ្យល់មុននេះគឺមានន័យថាមនុស្សស្លាប់ប្រគល់ទ្រព្យសម្បត្តិទៅឲ្យមនុស្សរស់តាមរយៈបណ្ដាំមរតកអញ្ចឹងសកម្មភាពមួយហ្នឹងយើងហៅថាអច័យទានចាចំពោះទ្រព្យដោយឡែកដែលយើងបានអាននៅក្នុងមាត្រា972មុននេះយើងឃើញថាមាន3អត្តសញ្ញាណនៃទ្រព្យសម្បត្តិដែលកំណត់ថាគឺជាទ្រព្យសម្បត្តិដោយឡែកចំពោះអត្តសញ្ញាណទី1នៃទ្រព្យសម្បត្តិដោយឡែកដែលយើងបានអាននៅក្នុងចំណុចកបាននិយាយថាទ្រព្យសម្បត្តិដែលសហព័ន្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ត្រង់ហ្នឹងនាងខ្ញុំសូមបញ្យល់ងាយយល់ឧទាហរណ៍ថាកមុនពេលដែលគាត់រៀបអាពាហ៍ពិពាហ៍គាត់មានដីមួយកន្លែងផ្ទះមួយកន្លែងនិងលុយ$10000អញ្ចឹងដីផ្ទះនិងលុយ$10000ដែលមានមុនពេលរៀបអាពាហ៍ពិពាហ៍របស់គាត់គឺជាទ្រព្យដោយឡែកតែអត្តសញ្ញាណទី2នៅក្នុងចំណុចខយើងឃើញថាជាទ្រព្យសម្បត្តិដែលសហព័ន្ធទទួលបានដោយប្រតិណកម្មសន្តតិកម្មនិងអច័យទានអញ្ចឹងកន្លែងហ្នឹងមានន័យថាឧទាហរណ៍កហើយនិងខគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅឆ្នាំ2010ហើយនៅឆ្នាំ2011កបានទទួលដីមួយកន្លែងពីឪពុករបស់គាត់តាមរយៈប្រតិណកម្មឪពុករបស់គាត់ឲ្យហើយនៅឆ្នាំ2013ឪពុករបស់គាត់បានទទួលមរណភាពដោយមុននឹងគាត់ទទួលមរណភាពគាត់បានសរសេរបដាមមរតកថាអូឲ្យដីមួយកន្លែងឬក៏2កន្លែងឲ្យទៅកអញ្ចឹងទ្រព្យសម្បត្តិដែលក៏ទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ឬយើងហៅថារៀបអាពាហ៍ពិពាហ៍រួចហើយគាត់ទទួលបានទ្រព្យសម្បត្តិពីឪពុកម្ដាយរបស់គាត់អញ្ចឹងអាទ្រព្យសម្បត្តិទាំងអស់ហ្នឹងគឺជាទ្រព្យសម្បត្តិដោយឡែកអត្តសញ្ញាណទី3ចុងក្រោយដែលមានកំណត់នៅក្នុងចំណុចកបាននិយាយថាជាទ្រព្យសម្បត្តិដែលជាតម្លៃតបដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិតាមរយៈចំណុចកហើយនិងចំណុចខអញ្ចឹងកន្លែងហ្នឹងងាយស្រួលយល់ទេមុនហ្នឹងយើងនិយាយថាចំណុចកគឺជាទ្រព្យសម្បត្តិដែលគាត់មានមុនពេលរៀបអាពាហ៍ពិពាហ៍ដល់ពេលចំណុចខយើងនិយាយថាទីទ្រព្យសម្បត្តិដែលគាត់រៀបអាពាហ៍ពិពាហ៍ហើយគាត់ទទួលបានទ្រព្យសម្បត្តិហ្នឹងតាមរយៈប្រតិណកម្មសន្តតិកម្មនិងអច័យទានអញ្ចឹងក្នុងករណីបើសិនជាទ្រព្យសម្បត្តិដែលគាត់ទទួលបានហ្នឹងឬក៏ទ្រព្យសម្បត្តិ
សម្បត្តិដែលគាត់មានមុនពេលរៀបពីហ្នឹងគាត់យកទៅលក់ចឹងលុយដែលបានមកពីការលក់ហ្នឹងគាត់យកទៅទិញដីទិញផ្ទះឬក៏ធ្វើទិញអីផ្សេងៗអញ្ចឹងទ្រព្យទាំងអស់ហ្នឹងទ្រព្យដែលគាត់បានទិញថ្មីហ្នឹងណាទោះបីជាគាត់លក់ប្រហែលតង់ហើយទិញប្រហែលតង់ក៏ដោយក៏នៅតែជាទ្រព្យដែលឡែកដែរតោះឥឡូវយើងមកសិក្សាអំពីទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធវិញម្ដងដែលមានចែងនៅក្នុងមាត្រា973យោងតាមមាត្រា973ទ្រព្យសម្បត្តិរួមគឺជាទ្រព្យសម្បត្តិទាំងឡាយដែលប្តីប្រពន្ធទាំងសងខាងឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍លើកលែងតែទ្រព្យសម្បត្តិដែលមានកំណត់នៅក្នុងចំណុចខនិងចំណុចកនៃមាត្រា972ទ្រព្យសម្បត្តិដោយឡែកខាងលើចា៎នាងខ្ញុំសូមឧទាហរណ៍ងាយយល់មុនពេលរៀបអាពាហ៍ពិពាហ៍ក៏មានលុយចំនួន$10,000ហើយខមានលុយចំនួន$10,000ដូចគ្នាបន្ទាប់មកកនិងខបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាហើយនៅពេលដែលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារួចកនិងខបានព្រមព្រៀងគ្នាបង្កើតហាងលក់ពេជ្រមួយកន្លែងបន្ទាប់មកហាងលក់ពេជ្រមួយកន្លែងនោះក្នុងមួយឆ្នាំបានបង្កើតប្រាក់ចំណេញចំនួន$10,000អញ្ចឹងទ្រព្យដែលបានមកពីការលក់ពេជ្រចំណេញចំនួន$10,000នោះគឺជាទ្រព្យរួមចំណែកឯទ្រព្យដែលមានមុនពេលរៀបអាពាហ៍ពិពាហ៍របស់កនិងខគឺជាទ្រព្យដែលឡែក